តាវីដេអូមួយនេះខ្ញុំធ្វើផ្ញើជូនទៅអ្នកដែលបន្ទោសមេបន្ទោសផ្កាយបន្ទោសម្ដាយអត់ចៃទ្របឲ្យបានរស់ស៊ីអត់មានណាមកជុំឯណាងុំបន្ទោសសង្គមជីរួចទៅសង្គមនឹងจะពាក់អីដល់អ្នកហើយសង្គមនឹងខុសអីដល់អ្នកបានអ្នកបន្ទោសសង្គមចេះសង្គមចុះអ្នកអើយអ្នកសេដ្ឋកិច្ចធ្លាក់ជាសកលមិនមែនធ្លាក់តែសង្គមមួយនេះទេមិនមែនធ្លាក់តែប្រទេសជាតិមួយនេះទេហេតុអីយើងមានផ្នត់កំណត់បន្ទោសសង្គមតើសង្គមនឹងធ្វើអីខុសចំពោះអ្នកអើយអ្នកដែលគេនៅដើរអ្នកដែលគេនៅញ៉ាំអ្នកដែលគេត្រូវការគេនៅតែចាយលុយអញ្ចឹងជាពិសេសខ្ញុំប៉ុនដើរណាទាំងក្រៅប្រទេសទាំងក្នុងប្រទេសខ្ញុំឃើញគេនៅតែចាយលុយគេនៅតែដើរគេនៅតែត្រូវការអីដែលគេកដោឲ្យខ្លួនឯងគាត់ថាគេអត់សូវចាយអីដែលមិនចាំបាច់តែប៉ុណ្ណឹងតែរឿងថាកដោឲ្យខ្លួនឯង enjoy ឲ្យជីវិតខ្លួនឯងគេនៅតែដើរនៅតែញ៉ាំនៅតែចាក់សាំងតួសាំងឡើងថ្លៃក៏ដោយហើយដែលមានផ្នត់កំណត់បន្ទោសសង្គមតាមពិតយើងអត់កំណត់អត់កំណត់ខ្លួនឯងទេស្មាតោនិយាយឲ្យធ្ងន់តិចទៅណាអត់ប្រឹងរកចំណេះជំនាញឲ្យខ្លួនឯងរូបមន្តអ្នកមានអ្នកណាប្រឹងអ្នកនឹងបានប្រឹងទៅរកចំណេះជំនាញឲ្យខ្លួនឯងទៅចង់រកអីទៅរៀនសិនទៅកុំចេះលំហើយក៏ដើរកុហកបោកប្រាស់គេដូចរឿងត្រីអញ្ចឹងណាទំនុកចិត្តសំខាន់ណាស់ណាលឺដើខ្ញុំមានតែប៉ុណ្ណឹង